ការវឹកហាត់សង្រួមកិរិយាក្នុងការកាន់ផ្តិលដែលមានទឹកពេញនៅពេលដែលអ្នកនឹងលុបលាងមុខអ្នកដួសទឹកឲ្យពេញផ្តិលដើរត្រឡប់ចុះត្រឡប់ឡើងក្នុងបន្ទប់នោះ 3-4 ជុំដោយធ្វើយ៉ាងណាកុំឲ្យទឹកក្នុងផ្តិលនោះក្រឡកឬកំពប់បានព្យាយាមធ្វើយ៉ាងនេះឲ្យបានរៀងរាល់ថ្ងៃពេលកំពុងដើរត្រូវតាំងចិត្តឲ្យបាននឹងនរចិត្តរីករាយសប្បាយប្រសិនបើមានកង្វល់ឬអារម្មណ៍ពុំសូវល្អមានការធុញទ្រាន់ឬសាច់ដុំឡើងខ្លាំងបញ្ជាក់ឲ្យឃើញថាអ្នកតាំងចិត្តហួសប្រមាណគួរបន្ថយមកវិញបន្តិចហើយតាំងចិត្តឲ្យបានសប្បាយសាជាថ្មីម្ដងទៀតប្រសិនបើយកចិត្តទុកដាក់តិចពេកក៏ជាហេតុឲ្យចិត្តរវើរវាយគិតទៅលើរឿងផ្សេងឬសាច់ដុំទន់ជ្រាយពេកជាហេតុឲ្យទឹកក្រឡកឬកំពប់បញ្ជាក់ឲ្យឃើញថាចិត្តរបស់អ្នកទន់ភ្លន់ហួសប្រមាណចូលពញាក់ចិត្តរបស់អ្នកឲ្យតាំងស្មារតីសាជាថ្មីរហូតចិត្តបានសប្បាយជាធម្មតាគួរចាំទុកថាពេលណាធ្វើតឹងហួសប្រមាណត្រូវបន្ថយហើយបើពេលណាទន់ភ្លន់ពេកត្រូវធ្វើឲ្យតឹងវិញការតាំងចិត្តឲ្យបានសប្បាយរីករាយទឹកមុខញញឹមស្រស់បោះយ៉ាងដូចនេះគួររក្សាទុកឲ្យបានរហូតពេញមួយថ្ងៃឬមួយជីវិត